khổ pi kim hay tung mong phàm cả lá nắng là khổ mau nhẹ mà phèm á rồi món bắt tầm tô bắt tầm nít bắt tầm ấy tụi họ chẳng mà to mà ôn pro nó mua ấy đây là giờ mà to ôn tay được nơi kem mó cả hai với ngáo kem mó luôn trời ngáo kem mò và ngáo kem mó ấy sao hai quá nè hai xì đạch mà to mất phẹ xì đạch hai chôm bạc nhom bát ăn nhà group chùm riệp xua tụi nó bong ôn pre mấtขณะពេលនេះខ្ញុំបាទជំនៀងបាទសូមធ្វើសេចក្តីរាយការណ៍នៃករណីដែលបងប្រុសម្នាក់គាត់បានបាត់ម៉ូតូបាទឥឡូវយើងទៅជួបគាត់ទាំងអស់គ្នាបាទណែបងប្រុសនេះបាទតែបានបាត់ម៉ូតូបងប្រុសឥឡូវសូមជួយបញ្ជាក់រឿងហេតុដំណើរដើមតងនៅពេលដែលបងបាត់ម៉ូតូទុកម៉ូតូនៅទីតាំងនៅកន្លែងណាបានជាបាត់ម៉ូតូបងប្រុសបាទសួស្តីបងពីដំបងឡើយហ្នឹងខ្ញុំទុកម៉ូតូនៅមុខបន្ទប់ហើយគាត់ឲ្យខ្ញុំគេងទៅហើយចាំពេលផឹកមកផ្ទះអញ្ចឹងហើយបន្ទាប់មកយកខ្ញុំហើយវាហៅខ្លួនឯងទៅដេកក្នុងបន្ទប់ឬក៏មិនតែរឿងហ្នឹងអូនពីដំបងឡើយខ្ញុំមកពីស្ទឹងមានជ័យមកពីថាផឹកស៊ីជុំគ្នាមួយអ្នកស្គាល់គ្នារងចាក់មួយគ្នាអញ្ចឹងបាទហើយបន្ទាប់មកចេញមកពីកន្លែងផឹកស៊ីមកក៏បងអង្គុយមកខេមលថាយើងយកយ៉ាងជ្រៅដែរអញ្ចឹងបងហើយមកដល់មកខេមលថាខ្ទង់មកពី10ជាងម៉ោង1ហើយផាយយើងខ្ទង់ម៉ោង1ជាងមកថាម៉ោង2ហ្នឹងវាក៏ហៅថាបងមិនបានមកដេកបន្ទប់ខ្ញុំម៉ោងទៅព្រោះដោយសារគេមួយថ្ងៃមួយដេកហើយក៏ខ្ញុំទៅដេកហ្នឹងហើយបន្តហ្នឹងឃើញគ្នាបាក់ពួកវាច្រើនហើយយើងក៏ហ្នឹងមិនអីគ្នាវាច្រើនដែរអញ្ចឹងហើយក៏យើងសង្ឃឹមដេកមកផ្លែហ្នឹងទៅថាយើងដេកលេងអញ្ចឹងព្រោះយើងខ្លាចបាត់ម៉ូតូយើងទុកមកបន្ទប់ហ៎ហើយបន្ទាប់មកក៏យើងដេកមកផ្ទះទៅដឹងខ្លួនឡើងមកវិញអស់លីងបងអស់លីងយកទៅបាត់អីខ្លះអូនសុំមើលដំបូងបាត់ម៉ូតូទូរស័ព្ទសម្បីវាជើងក៏ទៅផ្ទះដែរហើយបរិយទុកក្នុងកប៉ាល់វាទៅដល់ទៀតអូយកទៅម៉ូតូទូរស័ព្ទស្បែកជើងបរិយងោលប្រមូលទៅអស់ប្រមូលទៅទាំងអស់ហ្នឹងទៅដល់ណាទេដល់ទៅដល់ណាបាក់ពួកវានេះវាប្រមូលទៅទាំងអស់អ្នកដែលយកម៉ូតូបងអូនទៅហ្នឹងប្រហែលអ្នកតាងោលមួយឬក៏មានក្រាក់បាក់ពួកបន្ថែមទៀតបើតាមខ្ញុំគិតប្រហែលជាអាចមានបាក់ពួកវាថែមទៅបងព្រោះដោយសារទី1គ្នាវានៅជុំគ្នាច្រើនហើយពេលដែលវាយកម៉ូតូខ្ញុំមកហ្នឹងឃើញវាអ្នកនៅមុខហ្នឹងគេថាឃើញវាជិះម៉ូតូមកបើកទស្សនៈដេកហ្នឹងបាទហើយមានបាក់ពួកគ្នាវាដែលជិះម៉ូតូមកមាន3នាក់3នាក់មានងោធំងោតូចអាហ្នឹងអានឌីងោធំងោតូចអានឌី3នាក់ហ្នឹងបាទ3នាក់ហ្នឹងបងបាទហើយម៉ូតូសង់ត្រៀម0ប៉ុន្មានអូនបាទសង់ត្រៀម020បង020បាទវាផ្លាកលេខប៉ុន្មានផ្លាកលេខភ្នំពេញ 1IH 7981បងហើយក្រៅពីយើងបាត់នេះយើងបានដាក់ពាក្យបណ្ដឹងរួចរាល់ហើយអស់នៅបានដាក់ពាក្យបណ្ដឹងហើយបងពេលដែលបាត់ភ្លាមខ្ញុំមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ចំចៅមួយហើយបងដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ចំចៅមួយហើយសមត្ថកិច្ចលោកថាមិនដែរពេលដែលដាក់ពាក្យបណ្ដឹងហ្នឹងលោកថាស៊ើបអង្កេតស្រាវជ្រាវឬក៏យ៉ាងណាគាត់បាននិយាយថាគាត់បានដាក់គាត់ស្រាវជ្រាវឲ្យតែថារហូតដល់ពេលនេះឥឡូវហ្នឹងវាថាស្ងាត់សូន្យអញ្ចឹងបងវាបានបណ្ដឹងអញ្ចឹងតាំងពីព្រឹកថ្ងៃទី6មកបងព្រឹកថ្ងៃទី6មកបាទបងបាទរឿងរ៉ាវនេះបងប្អូនប្រិមិត្តបានឃើញហើយងោលខេមលបាទបាននាំបងប្អូនប្រុសនេះបាទទៅដេកនៅផ្ទះជួលជាមួយគ្នាដល់ក្រោយពីដេកបងប្អូនប្រុសដេកលងលក់ងោលខេមលយកម៉ូតូយកស្បែកជើងយកដេកកេះយកបរិយគ្នាទៅអស់លីងគ្នាងើបឡើងមានបាត់អស់លីងហើយលឺតែម្ដាយនោះទឹកភ្នែកទឹកសបោដែរដោយសារឲ្យកូននេះបាត់ម៉ូតូអត់មានអីជិះធ្វើការទេចាសូមផ្ដាំតែងោលយកម៉ូតូឲ្យគេវិញអូនណែគ្នាណែម្ដាយនៅផ្ទះអត់ទាន់ដឹងរឿងទេដែលតាមបញ្ជាក់មកខ្ញុំណាម្ដាយអត់ទាន់ដឹងរឿងថាបាត់ម៉ូតូណាអញ្ចឹងងោលយកម៉ូតូមកឲ្យគាត់វិញណាអាណិតគ្នាបាទហើយយើងដឹងហើយបាទម្ដាយអត់ទាន់ដឹងរឿងទេហើយម្ដាយអត់ទាន់ដឹងរឿងទេនៅស្រុកនោះថាគាត់អូនអត់ទាន់គាត់ដឹងបងព្រោះដោយសារគាត់ឈឺបងព្រោះគាត់មានជំងឺកាំងបេះដូងព្រោះតែគាត់ឈឺទៅខ្លាចគាត់កាំងបេះដូងបងអញ្ចឹងអត់ទាន់ឲ្យគាត់ដឹងទេហើយញរុំបងប្អូនក៏តែដឹងដែរតែណាបងប្អូនខ្ញុំដឹងរឿងហ្នឹងតែអត់ទាន់ប្រាប់ឲ្យទៅនៅផ្ទះឲ្យដឹងព្រោះដោយសារគាត់ឈឺអញ្ចឹងខ្លាចគាត់មានបញ្ហាយើងឃើញការរៀបរាប់គាត់ណាងោលបាទអាហ្នឹងម្ដាយខាងប្អូននេះអត់ទាន់បានដឹងទេរឿងដែលបាត់ម៉ូតូហ្នឹងគាត់មានជំងឺផងអីផងអញ្ចឹងបើសិនជាឃើញនៃការផ្សព្វផ្សាយរបស់បងហើយសូមងោលយកម៉ូតូទៅឲ្យប្អូនប្រុសវិញបាទបើចង់រួចខ្លួនបាទអាហ្នឹងគាត់បញ្ជាក់ដល់ហ្នឹងហើយបាត់ពីថ្ងៃទីម៉ានអីទីម៉ានអូនសូមបញ្ជាក់តិចមកពេលដែលបាត់ហ្នឹងព្រឹកថ្ងៃទី6បងព្រឹកថ្ងៃទី6គាត់ដឹងខ្លួនឡើងបាត់ពេលបាត់ហ្នឹងម៉ោងប្រហែលជាខ្ទង់5កន្លះដែលខ្ញុំដឹងថាបាត់ម៉ូតូ5កន្លះព្រឹកបាទថ្ងៃទី6ខែកក្កដាឆ្នាំ2026បាទនៅចំណុចណានៅចំណុចចិត្តស្តុបទួប្រូចុះវាស្តុបទៅប្រហែលចម្ងាយ200ម៉ែត្របងអញ្ចឹងបានពីខាងទួប្រូនៅសង្កាត់ចំចៅមួយខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញបាទបងបាទហើយនេះបញ្ជាក់ជាមួយបងឲ្យបានច្បាស់មិនមែនមកកុហកបងអីចេះមួយបងឯងហ៊ាននិយាយថាបាត់ម៉ូតូហ៊ានទទួលខុសត្រូវចំពោះមុខច្បាប់បាទបងបាទបើសិនខ្ញុំកុហកឬមកកំប៉ោងព័ត៌មាននេះបើសិនខ្ញុំ
បានធ្វើចឹងមែនខ្ញុំហ៊ានទទួលខុសត្រូវមុខច្បាប់បង បាទបងប្អូនប្រិមត្តឥឡូវគាត់បញ្ជាក់ណាមករកបងខាងក្រុមសារព័ត៌មានរបស់ខ្ញុំធ្វើការផ្សព្វផ្សាយនេះដោយសារតែគាត់បានបាត់ម៉ូតូឥឡូវខ្ញុំបានបញ្ជាក់ជាមួយគាត់ហើយបាទរឿងរ៉ាវនេះបាទបើសិនជាគាត់កុហកพูดកុហកអីមួយបាទគាត់នឹងទទួលខុសត្រូវចំពោះមុខច្បាប់នៅក្នុងរឿងរ៉ាវនេះបាទហើយខ្ញុំបាទក៏សូមស្នើទៅដល់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់បាទសូមលោកមេត្តាជួយរកជនសង្ស័យដែលឈ្មោះថាអាងោលខេម៉លបាទដែលបានយកម៉ូតូបងប្រុសទៅនេះបាទសូមលោកនៅខាងមេប៉ុស្តិ៍នៅខាងចំចៅមួយបាទតាមវេកមុខរកជនសង្ស័យមកប្រន់ទៀតទោសផងបាទហើយយើងឃើញថាណិតគាត់មែនតើបងប្អូនប្រិមិត្តហើយបាទនេះអសូរគាត់មែនតើយើងឃើញបាទមុខសពសពូនហើយម្ដាយមិនទាន់ដឹងនៅឡើយទេបាទទឹកភ្នែកចលិញអាលងទៀតនេះឃើញហើយបាទអញ្ចឹងគាត់ថាមិត្តភ័ក្តិបាទការរាប់អានការស្រឡាញ់គាត់នេះរាប់គេស្មោះត្រង់តែអាងោលវាមានស្មោះត្រង់ឯណាអាងោលធំអាងោលតូចហ្នឹងបាទយកម៉ូតូយកស្បែកជើងយកកេះទៅបាត់បាទ ឈ្មោះអានឌីបង ឈ្មោះអានឌីហើយបងប្រុសអាយុប៉ុន្មានហើយ 26បង 20ជាមួយឈ្មោះអីដែរ ឈ្មោះចិនកុសលបង បាទឈ្មោះចិនកុសលអញ្ចឹងបងប្អូនប្រិមិត្តបានរកការផ្សាយរបស់ខ្ញុំនេះខ្ញុំតែសួរឈ្មោះបាទដើម្បីបញ្ជាក់គាត់ទទួលខុសត្រូវចំពោះមុខច្បាប់បាទហើយឥឡូវយើងមានតែស្នើទៅដល់កម្លាំងសមត្ថកិច្ចដូចខ្ញុំបញ្ជាក់ខាងលើអញ្ចឹងដោយសារតែគាត់មករកខាងក្រុមសារព័ត៌មានរបស់យើងធ្វើការផ្សព្វផ្សាយដើម្បីរកជនសង្ស័យបាទដែលបានយកម៉ូតូគាត់ទៅបាទអញ្ចឹងសូមសមត្ថកិច្ចនៅប៉ុស្តិ៍ចំចៅមួយបាទហើយនឹងខណ្ឌពោធិ៍សែនជ័យបាទសូមមេត្តាតាមស្រាវជ្រាវរកដែលឈ្មោះថាអាងោលខេម៉លបាទហើយព័ត៌មាននេះអាប់ដេតឯណាខ្ញុំធ្វើការអាប់ដេតបន្ថែមបាទខ្ញុំបាទជំនៀងអ្នកងារនេសាព័ត៌មានតាមអំពើសូមគោរពអរគុណសូមជម្រាបលាបាទសូមអរគុណ